អាយដាមខ្ញុំសូមជម្រាបសួរបាទ បាទជំរាបសួរបាទអរគុណអាយដាមដែលផ្ដល់ឱកាសឲ្យខ្ញុំបានធ្វើកិច្ចសម្ភាសន៍នៅពេលនេះអាយដាមនាពេលបច្ចុប្បន្ននេះជារដូវដែលប្រជាពលរដ្ឋកំពុងតែមមាញឹកក្នុងការប្រមូលផលដំណាំកសិផលដូចជាស្រូវជាដើមខ្ញុំនិងពលរដ្ឋជាកសិករតែងសង្កេតឃើញនោះគឺការធ្លាក់ថ្លៃនៃតម្លៃស្រូវហើយបញ្ហានេះកើតឡើងស្ទើរជារៀងរាល់ឆ្នាំនឹងនៅតែបន្តគ្មានដំណោះស្រាយស្របពេលដែលប្រជាពលរដ្ឋខ្មែរប្រមាណជា70%នៅជនបទពួកគាត់ពឹងផ្អែកលើវិស័យកសិកម្មក្នុងការរកប្រាក់ចំណូលចិញ្ចឹមគ្រួសារផ្គត់ផ្គង់ក្នុងការរស់នៅប្រចាំថ្ងៃនិងលើកកម្ពស់កម្រិតជីវភាពជាដើមជាសំណួរទី1អាដាមយល់យ៉ាងណាដែរចំពោះការធ្លាក់ថ្លៃនៃតម្លៃស្រូវនេះហើយស្របពេលដែលតម្លៃថ្លៃដើមនៅតែមានតម្លៃខ្ពស់បែបនេះបាទជាការពិតណាស់ប្រទេសយើងជាប្រទេសកសិកម្មដូច្នេះវាជាវិស័យមួយរួមផ្សំនឹងវិស័យផ្សេងទៀតដូចជាវិស័យទេសចរវិស័យវិញ្ញាណភ័ណ្ឌកាត់ដេរហើយនិងវិស័យដទៃទៀតយើងដឹងហើយថាកសិផលរួមមានស្រូវពោតសណ្តែកដំឡូងបន្លែបង្ការផ្លែឈើដូច្នេះវាជាកត្តាមួយកំណត់ជីវភាពរបស់ប្រជាពលរដ្ឋភាគច្រើននៅពេលដែលតម្លៃចុះថោកធ្វើឲ្យកម្រិតជីវភាពគ្រួសារមួយភាគធំដែលជាប្រជាកសិករលោកមានការខ្វះខាតនិងប៉ះពាល់ដូច្នេះគោលការណ៍ដែលជំរុញឲ្យសេដ្ឋកិច្ចក្នុងស្រុកតាមទីផ្សារជនបទទីប្រជុំជនទីក្រុងមានដំណើរការប្រសើរឡើងបានគឺអាស្រ័យទៅលើតម្លៃកសិផលផងដែរពីព្រោះនៅពេលដែលប្រជាកសិករយើងប្រជាពលរដ្ឋយើងលោកមានចំណូលលោកអាចកាត់បន្ថយបំណុលនិងហ៊ានចំណាយដែលជាកត្តាជំរុញឲ្យសេដ្ឋកិច្ចក្នុងស្រុកងើបឡើងវិញបានមួយផ្នែកធំផងដែរយើងអាចធ្វើការសិក្សាស្រាវជ្រាវបានថាតម្លៃដើមខ្ពស់ពេលនោះយើងអាចវែកញែករកស្រាវជ្រាវគិតគូរថាតើតម្រូវការរបស់កសិករក្នុងការផលិតត្រូវការអ្វីខ្លះចម្លើយគឺយើងអាចឆ្លើយបានយ៉ាងខ្លីថាអាចមានតម្រូវការទឹកត្រូវការជីកសិកម្មត្រូវការពូជត្រូវការមធ្យោបាយដឹកជញ្ជូនកុំឲ្យថ្លៃត្រូវការភ្ជួររាស់ត្រូវការផ្សេងមួយចំនួនដូច្នេះកម្លាំងពលកម្មក៏ជាផ្នែកមួយដែរទាំងអស់នោះដែលយើងត្រូវគិតថាតម្លៃផលិតខ្ពស់ត្រូវនាំគ្នាគិតគូរដោះស្រាយពាក់ព័ន្ធនឹងបញ្ហាផ្លូវទឹកប្រព័ន្ធធារាសាស្ត្រសម្រាប់ប្រទេសកសិកម្មគឺជារឿងចម្បងដូច្នេះការពង្រឹងពង្រីកបឹងបួអាងស្តុកទឹកប្រព័ន្ធបន្លាយទឹកដើម្បីស្រោចស្រពស្រែនិងកសិផលទាំងប៉ុន្មានគឺជារឿងមួយដ៏សំខាន់កិច្ចការទាំងអស់នោះគួរមានការតាមដានល្អិតល្អន់គិតគូរច្បាស់លាស់ពិតប្រាកដហើយទឹកបូមដាក់ស្រែក៏មិនគួរឲ្យប្រជាពលរដ្ឋយើងលោកនៅបង់ថ្លៃទឹកបង់ថ្លៃនេះគឺជាកត្តាមួយដែលជំរុញឲ្យតម្លៃដើមផលិតនោះខ្ពស់បាទអរគុណអាដាមក្នុងនាមជាគណៈបកកម្ពុជានិយមក៏ដូចជាអាដាមផ្ទាល់តើអាដាមមានទស្សនវិស័យឬក៏ផ្ដល់ជាដំណោះស្រាយបែបណាដែរបាទខ្ញុំធ្លាប់បានលើកជាង10ឆ្នាំមកហើយយើងថាយុវជនយើងប្រជាពលរដ្ឋយើងមានសមត្ថភាពវត្ថុធាតុដើមយើងមានក៏ប៉ុន្តែដោយយើងសង្កេតឃើញថាពុំមានការផលិតជីកសិកម្មនៅក្នុងប្រទេសឲ្យបានទូលំទូលាយយើងឃើញតែការនាំចូលដូច្នេះជាចំណុចមួយដែលគួរគិតគូរថាប្រជាពលរដ្ឋលោកត្រូវការជីកសិកម្មហើយជារឿងល្អណាស់ដែលទៅថ្មីនេះឮថាមានគម្រោងនឹងបង្កើតការផលិតជីកសិកម្មនៅក្នុងប្រទេសដូច្នេះជាកត្តាមួយដែលយើងអាចកាត់បន្ថយចំណាយមួយផ្នែកផងដែរមធ្យោបាយដឹកជញ្ជូនមធ្យោបាយភ្ជួររាស់ត្រូវការប្រើប្រេងឥន្ធនៈប្រេងសាំងប្រេងម៉ាស៊ូតដូច្នេះជាវិធានការមួយយើងចូលរួមចំណែកថាតើការកាត់បន្ថយតម្លៃផលិតដើម្បីឲ្យកសិករយើងអាចប្រកួតប្រជែងជាមួយនឹងកសិករប្រទេសជិតខាងឬក៏ប្រទេសដទៃទៀតយើងត្រូវតែមានផែនការមួយដែលយើងឲ្យឈ្មោះថាមានការអនុគ្រោះពន្ធទៅលើវិស័យកសិកម្មថ្មីនេះខ្ញុំឃើញមានគម្រោងបង្កើតសហគមន៍ដូច្នេះជាដំណោះស្រាយគឺល្អមែនទែនប្រជាពលរដ្ឋយើងជំរុញលើកទឹកចិត្តរួមគ្នាបង្កើតជាសហគមន៍ដើម្បីកាត់បន្ថយនៃការទិញជីកសិកម្មក៏ដូចជាពូជក៏ដូចជាទឹកក៏ដូចជាការដឹកជញ្ជូនដូច្នេះអ្វីទាំងអស់នោះកើតចេញជាសហគមន៍នាំឲ្យមានផលចំណេញជាច្រើនចំណុចសំខាន់មួយទៀតដែលយើងយល់ឃើញថាគួរតែមានមន្ត្រីជំនាញកសិកម្មពិតប្រាកដច្បាស់លាស់ហើយផ្ដល់ជាទស្សនៈទានឬមួយក៏បញ្យលផ្នែកបច្ចេកទេសមិនមែនជាមន្ត្រីចាំតែស្ដីបន្ទោសកត្តាចម្បងមួយទៀតនៅក្នុងដំណោះស្រាយគឺទីផ្សារកសិផល
ចំណុចនេះសំខាន់ណាស់ហើយដើម្បីដោះស្រាយបញ្ហាទាំងអស់នេះយើងយល់ឃើញថាខាងក្រសួងគួរតែគិតគូរឲ្យបានច្បាស់លាស់ពិតប្រាកដនៅក្នុងការជួយប្រជាពលរដ្ឋកសិករយើងក្នុងការស្វែងរកទីផ្សារកសិផលអរគុណអាដាមចុះអាដាមយល់ឃើញថារាជរដ្ឋាភិបាលគួរតែធ្វើដូចម្តេចដែរដើម្បីឲ្យមានភាពប្រសើរឡើងព្រោះប្រជាពលរដ្ឋដែលរងគ្រោះបច្ចុប្បន្នមិនថាតែតម្លៃស្រូវទេទិន្នផលកសិកម្មផ្សេងៗទៀតទូយ៉ាងមានដូចជាដំឡូងមីស្វាយចន្ទីដំណាំកសិករផ្សេងៗជាដើមគឺសុទ្ធតែរងផលប៉ះពាល់ពីការធ្លាក់ថ្លៃនេះបាទគោលដៅដែលសំខាន់ត្រូវនាំគ្នាគិតថាត្រូវតែប្រែក្លាយកសិកម្មអនថយឬមួយក៏ការរៀបចំផលិតជាកសិកររបស់យើងនោះឲ្យគាត់ប្រែក្លាយទៅជាឧស្សាហកសិកម្មហើយឲ្យទៅមានបែបផែនជឿនលឿនមួយកម្រិតទៀតដើម្បីអាចចូលរួមប្រកួតប្រជែងទម្លាក់តម្លៃការផលិតបានហើយនឹងបង្កើនទិន្នផលឲ្យបានច្រើនជាកត្តាមួយដែលនាំឲ្យដោះស្រាយបញ្ហាប្រជាកសិកររបស់យើងបាននេះក៏ជាចំណុចសំខាន់មួយដែរគឺពាក់ព័ន្ធជាមួយនឹងទីផ្សារសេរីយើងត្រូវបើកលំហមិនគួរឲ្យមានរបៀបជាឈ្មួញផ្ដាច់មុខក្នុងការឲ្យតម្លៃដោយសេរីដូច្នេះគួរឲ្យមានការបើកចំហឈ្មួញដែលទិញកសិផលគឺមានការប្រកួតប្រជែងនិងអាចឲ្យតម្លៃកសិផលនោះក៏មានការកើនឡើងមួយកម្រិតដែរអាដាមយល់ឃើញថាបញ្ហាតម្លៃស្រូវឬក៏តម្លៃទិន្នផលកសិកម្មនេះតើរាជរដ្ឋាភិបាលគួរធ្វើអន្តរាគមន៍ដែរឬទេបាទយើងយល់ឃើញថារដ្ឋគួរតែមានទុនបម្រុងដែលយើងឲ្យឈ្មោះថាសម្រាប់ទិញកសិផលពីប្រជាកសិករយើងនៅពេលណាដែលធ្លាក់ចុះថោកក្រោមតម្លៃមួយដែលកម្រិតដូច្នេះការកំណត់តម្លៃមួយដើម្បីឲ្យប្រជាកសិករយើងលក់កសិផលរបស់លោកបានចំណេញតិចតួចដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារនិងជីវភាពរស់នៅប្រចាំថ្ងៃដូច្នេះជារឿងមួយដែលសំខាន់ត្រូវតែមានទុនបម្រុងត្រៀមទិញកសិផលរបស់ប្រជាកសិករនៅពេលដែលធ្លាក់ថ្លៃហើយចំណុចនេះជារឿងមួយដ៏សំខាន់ដែលយើងយល់ឃើញថាគួរគិតគូរជាចំណុចចម្បងចំណុចទី1ដែលសំខាន់ជាទីបំផុតហើយចំណុចទី2រឿងដែលសំខាន់គឺទីផ្សារហើយទីផ្សារមានតែក្រសួងដែលពាក់ព័ន្ធដែលលោកអាចមានលទ្ធភាពដើម្បីរៀបចំគិតគូរដោះស្រាយទៅលើចំណុចទាំងអស់នោះដូច្នេះការស្វែងរកទីផ្សារការកំណត់តម្លៃតាមរយៈសហគមន៍គឺជារឿងមួយដ៏ល្អបច្ចុប្បន្ននេះខ្ញុំឃើញមានការបង្កើតសហគមន៍មានការធានាតម្លៃស្រូវពេលដែលបានផលជាដើមគឺជាកត្តាវិជ្ជមានមួយដ៏ល្អមែនទែនហើយយើងជំរុញលើកទឹកចិត្តឲ្យបន្តកិច្ចការនេះតទៅទៀតគឺជារឿងមួយដ៏សំខាន់ដើម្បីដោះស្រាយបញ្ហាទាំងអស់នោះហើយរដ្ឋក៏គួរគិតគូរដូចខ្ញុំលើកពីខាងដើមថាអាចអ្វីខ្លះដែលអាចអនុគ្រោះពន្ធទៅលើផលិតទៅលើគ្រឿងចក្រទៅលើថ្លៃប្រេងឬមួយក៏ជីកសិកម្មដែលអ្វីដែលពាក់ព័ន្ធជាមួយនឹងប្រជាកសិករលោកត្រូវការដើម្បីយកទៅផលិតយកទៅរៀបចំដូច្នេះទាំងអស់នេះជាកត្តាជំរុញឲ្យតម្លៃផលិតធ្លាក់ទាបហើយប្រជាកសិកររបស់យើងលោកនៅអាចទទួលបានផលចំណេញបានខ្លះខ្ញុំសូមអរគុណជាថ្មីម្ដងទៀតចំពោះឯកឧត្តមយ៉ែម ពញ្ញរិទ្ធដែលបានផ្ដល់បទសម្ភាសន៍ដល់សម្លេងកម្ពុជានិយមនាពេលនេះខ្ញុំសូមរំលឹកជម្រាបជូនថាឯកឧត្តមយ៉ែម ពញ្ញរិទ្ធជាអតីតអ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែងបច្ចុប្បន្នជាប្រធានឧត្តមទីប្រឹក្សាគណៈបកកម្ពុជានិយមនៅពេលនេះខ្ញុំបាទសូមអរគុណសូមជម្រាបលា